me about yourself ប៉ុន្តែបេក្ខជនមួយចំនួនគឺគាត់អត់យល់ពីសំណួរហ្នឹងឯងគាត់និយាយពីខ្សែជីវិតគាត់ពេញឆ្ងាយមែនតើហើយក៏អត់ត្រូវចំណុចដែលខ្ញុំចង់បានចង់ដឹងដែរ Start Cambodia Hello សួស្តីអ្នកនរគ្នា Hello សួស្តីអ្នកនរគ្នាខ្ញុំធីតាហើយខ្ញុំគឺជា HR ខ្ញុំចង់ធ្វើវីដេអូនេះចង់និយាយអំពីពេលដែលខ្ញុំសម្ភាសន៍ទៅជាមួយបេក្ខជនណាហើយបេក្ខជនពេញច្រើនគឺគាត់ធ្វើខុសជារឿងរយហ្មងគឺចំណុចដែលសំខាន់បំផុតហ្នឹងគឺពេលដែលខ្ញុំសួរថា Tell me about yourself ប៉ុន្តែបេក្ខជនមួយចំនួនគឺគាត់អត់យល់ពីសំណួរហ្នឹងឯងគាត់និយាយពីខ្សែជីវិតគាត់ពេញឆ្ងាយមែនតើហើយក៏អត់ត្រូវចំណុចដែលខ្ញុំចង់បានចង់ដឹងដែរអញ្ចឹងចូលទៅដល់ចំណុចរបស់យើងហ្មងទៅគឺថាយើងចូលទៅដំបូងគឺយើងត្រូវតែ greeting និងបញ្ចេញអាកប្បកិរិយាដែលយើងគោរពនឹងឲ្យតម្លៃពួកគាត់មានដូចជា good morning good afternoon បង and thank you for this opportunity អញ្ចឹងមានន័យថាយើងបញ្ចេញអាកប្បកិរិយាដែលល្អហើយនឹងយើងចិត្ត respect គាត់អញ្ចឹងអានេះក៏អាចទៅជា connect យើងជាមួយនឹងពួកគាត់បានក៏កាត់បន្ថយអារម្មណ៍ដែលភ័យនឹងដូចគ្នាអញ្ចឹង step 2គឺប្រាប់ពីព័ត៌មានអ្នកនរគ្នាខ្លីៗដូចជាឈ្មោះការសិក្សាយើងធ្លាប់រៀននៅណាបច្ចុប្បន្ននេះរៀននៅណាហើយក៏ជួបក៏យើងមិនចង់បញ្ញាបត្រឬមួយក៏ខាងអីយើងគួរតែប្រាប់គាត់តាមហ្នឹង step 3គឺយើងនិយាយត្រូវលើកពីភាពខ្លាំងខ្លួនឯង2ទៅ3ចំណុចហ្នឹងយើងលើកពី past experience ហ្នឹងយើងមានអីគេខ្លះយើងលើកមកហើយប៉ុន្តែត្រូវប្រកាសថាដែលអ្វីដែលយើងលើកឡើងហ្នឹងគឺវាតាក់ទងជាមួយនឹងមុខតំណែងដែលយើងបានដាក់ហ្នឹងប៉ុន្តែហាមហ្មងណាគឺហាមនិយាយអំពីដូចថាទម្លាប់សប្តាហ៍យើងធ្វើអី free time យើងចង់ធ្វើអីហ្នឹងគឺកុំលើកមកព្រោះហ្នឹងគឺជា like personal privacy អីរបស់ខ្លួនឯងទេវាអត់ពាក់ព័ន្ធអីជាមួយនឹងការងារដែល HR គាត់ចង់ដឹងចំណុចទី4គឺយើងលើក one strong experience ដែលថាវាអាច prove your ability ហើយនឹង handle position នឹងបាននិយាយបានថាដោយសារតែខ្ញុំមានជំនាញនិង attitude professional របស់ខ្ញុំគឺខ្ញុំជឿជាក់ថាខ្ញុំអាចអភិវឌ្ឍការងារបានល្អហើយចូលរួមចំណែកជាមួយនឹងក្រុមបានយ៉ាងមានប្រសិទ្ធភាពហ្នឹងហើយគឺឆ្លើយអញ្ចឹងមកគឺថាអូខេមានសង្ឃឹមចប់ឆាប់ធ្វើម៉េចដើម្បីឲ្យខ្លីហើយខ្លឹមហើយ HR ក៏ចង់បានចំណុចហ្នឹងអូខេអញ្ចឹងបើអ្នកនរគ្នាចង់ដឹងព័ត៌មានថ្មីៗអាច comment ឲ្យសួរបាន